ចាស្ដីបងប្អូននិយាយថានៅវិចិត្រយូរគឺគ្រានេះគេគឺម្ហូបខ្មែរនៅហ្មងអញ្ចឹងយើងអត់មានអីទេមានតែពពោះមិត្តភ័ក្តិចុងសប្តាហ៍គឺធ្វើម្ហូបខ្មែរហើយឥឡូវនេះគឺគ្រានេះគឺបាយស៊ុបនៅហ្មងទាំងយប់ហ្មងអញ្ចឹងមានអីទេចាត់ចែងគ្នាទៅបន្លែសាច់គ្រឿងអីហ្នឹងមានប៉ុណ្ណាក៏ទិញប៉ុណ្ណឹងទៅគ្រឿងខ្លះវាខ្វះដែរដោយសារនៅចិនអត់មានអីហូបអូទាំងស្អីទាំងផងខ្វាយដៃខ្វាយជើងហើយយកទៅមានគ្រប់មុខហ្មងនិយាយថាជាតិអូជាតិទោះរសជាតិមិនដូចខ្មែរ 100% ក៏បាន80ទៅ90% ដែរអូជុំគ្នាល្អណាស់បងប្អូនខ្មែរគ្នាយើងសំខាន់មានទឹកស៊ុបមានអីទៀតគឺអែមខ្លាំងមែនតើហើយក្រៅពីម្ហូបខ្មែរទៅយើងមានដូចជាបបរមានអីទៀតច្រើនណាស់តែឥឡូវនេះខ្ញុំថតប្លុកបានតែបាយស៊ុបឯនេះត្រង់ជួយកបាយម្ដុំអីចាហើយឈក់ផងហើយមានអីគេទឹកត្រីចាពងទាទឹកសាក់អូទឹកសូមជាតិហួរតែត្រង់ជួចាទីបងប្អូនយើងបានបាយស្រូវបាយចាមួយចានខ្ញុំផងឡើងធំបានដែរចាមានទឹកស៊ុបទៀតណាឆ្ងាញ់ព្រោះនេះ